មុនចុះច្រូតត្រូវត្រៀមអីខ្លះម៉េនេះសម្រាប់ខ្ញុំតែឃើញស្រូវប៉ុណ្ណេះហើយគឺចាប់ផ្ដើមហើយស្វេសវ៉ាស្រែស្រង់តាំងម៉ាស៊ីនតាំងអត្រាក់យើងដឹកក្របម៉ាស៊ីនយើងច្រូតអញ្ចឹងការងារដែលយើងត្រូវរៀបចំនោះគឺយើងត្រូវតែរុះទាំងអស់តែម្ដងរុះរើទាំងអស់លើកលែងតែម៉ាស៊ីនប៉ងបំបសម្រាប់ម៉ាស៊ីនច្រូតសម្រាប់អត្រាក់រើប៉ងមុខចោលតែម្ដងមើលតែមុំរើចោលតែម្ដងអញ្ចឹងបន្ទាប់ពីយើងរើរុះហើយយើងត្រូវមើលថាបដាងណាខ្លះវាមើលទៅមិនស្រួលបដាងណាខ្លះវាមិនទៅល្អយើងត្រូវតែកែដូរវាថ្មីទោះបីថាវាអស់លុយបន្តិចមែនប៉ុន្តែវាធ្វើឲ្យយើងស្រួលដោយពាក្យដែលខ្ញុំតែងនិយាយពាក្យស្លោករបស់ខ្ញុំគឺដេកលើសាបស្រួលជាងដេកក្នុងភក់អញ្ចឹងសម្រាប់ខ្ញុំគឺធ្វើបែបនេះជារៀងរាល់ឆ្នាំមិនដែលតាមដាន page ខ្ញុំ YouTube ខ្ញុំ TikTok ខ្ញុំដឹងហើយតែខ្ញុំធ្វើបែបនេះជារៀងរាល់ឆ្នាំតែម្ដងតែគ្រាន់តែឆ្នាំនេះយើងអត់មានដូរបានមុខទេអត់មានដូរស្គរអំពងកទេអញ្ចឹងអ្វីដែលយើងរើជាមួយនឹងត្រាក់ទ័រគឺយើងធ្វើប៉ុងមុខទាំងពីរគ្រឿងតែម្ដងឆ្នាំនេះហើយបដូរធ្វើទៅ PTO A08 ខ្ញុំមួយហើយចំណែកម៉ាស៊ីនច្រូតគឺយើងមានរើអាឡូខួងកញ្ឆែងគ្នាអំពងកចំពោះទាហើយនឹងដូរកត្រៃដូរស្នួរតែស្នួរមិញខ្ញុំធ្លាប់ប្រាប់ខ្ញុំថាខ្ញុំដាក់តែ3ទេប៉ុន្តែ3នេះខ្ញុំកាត់ថ្មិញចោលខ្ញុំយកឲ្យចាស់កាត់ថ្មិញចោលទាំងអស់ហ្មងអត់មានទុកឲ្យវាយវ៉ាន់នេះទេកាត់ចោលទាំងអស់ដាក់នេះគ្រាន់តែដាក់ដើម្បីកុំឲ្យវាខូចឲ្យកន្លែងដែលយើងត្រូវចាប់ប្រឡងឧទាហរណ៍ថ្ងៃក្រោយឡើងយើងត្រូវច្រូតស្រូវអីយើងដាក់វិញគឺធម្មតាហើយបើយើងអត់ដាក់ទេយើងដោះចេញហើយយើងអត់ដាក់ហ្មងអានឹងមានថាយើងលើក្រោយទៅយើងចង់ដាក់វាវិចប្រឡងវិចអីតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់មេដែលតាមដានជាមួយនឹង page ខ្ញុំមានចម្ងល់តាក់ទងជាមួយនឹងម៉ាស៊ីនច្រូតអត្រាអាចខមមិនសួរបានហើយម៉ាស៊ីនច្រូតខ្ញុំមិនលម្អិតអីទេដោយសារតែវីដេអូដែលខ្ញុំធ្លាប់ធ្វើកន្លងមកគឺវាច្រើនពេកទៅហើយជាពិសេសនៅក្នុង channel YouTube របស់ខ្ញុំមានវីដេអូរហូតដល់ 2000 វីដេអូហើយនៅជាមួយនឹង short វីដេអូនេះខ្ញុំមិនធ្វើជាផ្ដោតទៅលើការជួសជុលគ្រាន់តែផ្ដោតទៅលើការផុសលេងសាច់របស់ខ្ញុំទេតែបើវីដេអូពីច្រើនគឺខ្ញុំតែងតែមានរបៀបរើប៉ុងម៉ាស៊ីនច្រូតរបៀបរើម៉ាស៊ីនច្រូតរបៀបរើម៉ាស៊ីនអត្រាក់របៀបអីច្រើនមែនតើអញ្ចឹងសម្រាប់បងមេដែលចង់តាមដានគឺចូលទៅក្នុង YouTube របស់ខ្ញុំហើយ YouTube របស់ខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងតែម្ដងអញ្ចឹងបើបងចង់ដឹងវីដេអូមានអីខ្លះបងអាចចូលទៅឆែកបានហើយពីច្រើនបងគ្រាន់តែវាយថារបៀបរើប៉ុងត្រាក់ទ័រប៉ុងមុខប៉ុងក្រោយឬក៏ដូរស្បែកដូរអីហ្នឹងគឺវាចេញវីដេអូរបស់ខ្ញុំអញ្ចឹង YouTube របស់ខ្ញុំមានឈ្មោះថានងសវណ្ណរៈឈ្មោះខ្ញុំផ្ទាល់អូខេអរគុណច្រើនមេជួបគ្នាវីដេអូក្រោយ